លោកលនវណ្ណាវិញនៅថ្ងៃនេះគឺលោកលនវណ្ណាគឺមានសេចក្តីរាយការណ៍ដែលពាក់ព័ន្ធទៅនឹងគេហៅថាក្រុមហ៊ុនចិននិងវៀតណាមហ្នឹងគឺបានប្រើគ្រឿងចាក់ដើម្បីរករ៉ែមាសតែដែលសំខាន់គឺប្រើទាហានកាងទៅទៀតទាហានរបស់កម្ពុជាយើងកាងធ្វើបាបប្រជាពលរដ្ឋដែលនៅភូមិអន្លង់ឃុំរុំទុំស្រុករវៀងខេត្តព្រះវិហារយើងទៅស្ដាប់សេចក្តីរាយការណ៍របស់លោកវណ្ណាជុំវិញរឿងនេះចា៎បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីទីនេះគេហៅភ្នំអណ្ដេងបាទស្ថិតនៅក្នុងភូមិអណ្ដេងឃុំរុំទុំស្រុករវៀងខេត្តព្រះវិហារបាទភ្នំអណ្ដេងបច្ចុប្បន្ននេះគឺកំពុងតែជួបគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដោយសារតែមានក្រុមហ៊ុនយក្សជាច្រើនបាទក្នុងនោះគឺថាមានក្រុមហ៊ុនវៀតណាមក្រុមហ៊ុនចិនដែលកំពុងតែប្រើគ្រឿងចាក់ធំធ្វើសកម្មភាពជីករករ៉ែមាសនៅក្នុងភ្នំអណ្ដេងនេះបាទបើតាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្នុងភូមិនេះថាខាងក្រុមហ៊ុនវៀតណាមនិងក្រុមហ៊ុនចិននឹងបានមកធ្វើសកម្មភាពបាទប្រើគ្រឿងចាក់ជីកយករ៉ែមាសនៅក្នុងភ្នំនេះជាយូរណាស់មកហើយក្នុងនោះគឺខាងក្រុមហ៊ុននឹងបានប្រើកម្លាំងយោធាបាទកម្លាំងទាហានដើម្បីយាមការពារឲ្យក្រុមហ៊ុននិងកាងក្រុមហ៊ុននឹងផ្ទាល់តែម្ដងអ្នកកាជាងគេកងជាងគេទាហានតែម្ដងខ្ញុំក៏អត់ដឹងដែរមិនដឹងថាទាហានខាងណាខាងដីព្រោះมันបានដឹងច្បាស់ថាបាទដឹងឈ្មោះថនអានោះមេកម្ពុជាកាចប្រជាជនឡើងទៅច្រាវជ្រាវក្រោយពីក្រុមហ៊ុនគេធ្វើរួចរាល់ហើយអស់ក៏ច្រាវជ្រាវតាមក្រោយអណ្ដៅចាស់គេចោលក៏ពួកវាមកឃើញពួកទាហានមកឃើញក៏ចាប់បីប្រជាជនលឹងធ្លាក់ឈាមតាមមាត់សន្លប់ឬក៏មកដល់ផ្ទះហើយវាយកកំភ្លើងមកភ្ជុងនាំឡើងទៅលើកន្លែងក្រុមហ៊ុនដើម្បីវាយធ្វើបាបបន្តទៀតក៏មានដែរយើងសង្កេតឃើញថានេះគឺជាសកម្មភាពដែលបងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងឃុំរុំទុំរបស់ខេត្តព្រះវិហារនេះលោកបានមកកាយយកនៅអាចដីតាមក្រោយរំដៅចាស់ដែលខាងក្រុមហ៊ុនវៀតណាមមកធ្វើហើយគឺពួកគាត់បានមកកាយយករំដៅចាស់ហ្នឹងហើយដើម្បីរែងរោគមាសបាទគេថាបាញ់ពួកឯងសម្រាប់ចោលក៏បានដែរគេថាបាញ់មិនព្រោះខ្ញុំមកលូនឯងទេខ្ញុំមកខ្ញុំកើតឲ្យដេកក្រៅទេខ្ញុំលើកដៃទៅពីខ្ញុំថាអូយបានហើយប៉ះហ្នឹងហើយខ្ញុំអំបក៏អំបដែរគួរនឹកខ្ញុំផងជាបរិវត្តទាំងអស់គ្នាគួរនឹកគ្នាផងនេះទៅតតនោះមកជើងផឹកស្លាប់ស្ដោកនោះចូលនោះហើយពួកគាត់បានស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់សូមឲ្យមានការស្រាវជ្រាវស៊ើបអង្កេតទៅលើបញ្ហាក្រុមហ៊ុនវៀតណាមនិងចិនដែលកំពុងតែធ្វើសកម្មភាពជីករោគរ៉ែមាសនៅឯភ្នំលុងហើយនិងភ្នំអណ្ដេងនេះដោយសារតែភ្នំទាំងពីរនេះគឺខាងកម្លាំងរបស់ក្រុមហ៊ុននឹងបានធ្វើជាយូរឆ្នាំណាស់មកហើយថែមទាំងធ្វើទុកទោសមនិញដល់ប្រជាពលរដ្ឋនៅក្នុងភូមិដែលប្រជាពលរដ្ឋក្រីក្រលោករស់ស៊ីបន្តិចបន្តួចបាទក្រុមហ៊ុនតាធៀមវៀតណាមបាទនៅខាងប៉ែកខាងកើតបាទនោះខ្ញុំខ្វះខាត3អ្នកបងប្អូនដាច់បាយដាច់ទឹកដាច់អង្គក៏ចូលទៅច្រាវជ្រាវនឹងដាវចាស់គេបាទដាវវៀតណាមណាបាទចូលទៅច្រាវជ្រាវក៏ប៉ុន្តែដៅគេចាស់គេចោលយូរហើយក៏ខ្ញុំច្រាវជ្រាវក៏តាធៀមវៀតណាមនេះឯងឃើញពួកខ្ញុំ3អ្នកចូលទៅពេលថ្ងៃត្រង់ប្រហែលទងជាម៉ោង1បាទក៏ចូលទៅគេប្រើអស់បាទប្រើអស់ដាក់ក្នុងមាត់រូងដាក់សាំងម្សុទ្ធហើយគេបក់ខ្យល់បញ្ចូលហើយខ្ញុំនៅក្នុងរូងនោះស្ទើរតែដាច់ខ្យល់ធូននៅក្នុងរូងនោះទៅហើយសូមឲ្យអាជ្ញាធរដែនដីគ្រប់ស្ថាប័នគ្រប់សមត្ថកិច្ចទាំងអស់ជួយច្រាវជ្រាវមើលតើក្រុមហ៊ុននោះមានច្បាប់ឬក៏អត់ច្បាប់បាទសូមឲ្យរដ្ឋាភិបាលឬក៏សម្ដេចតេជោសូមជួយច្រាវជ្រាវមើលតើក្រុមហ៊ុនហ្នឹងវាយ៉ាងណាជាក់ស្ដែងហើយបន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានខាងក្រុមហ៊ុនវៀតណាមហើយមានជនជាតិវៀតណាមជាច្រើនដែលមកធ្វើសកម្មភាពជីកយករ៉ែមាសនៅលើភ្នំអណ្ដេងនេះហើយកម្មវិធីរបស់យើងខ្ញុំបាទក៏បានទៅជួបដល់វៀតណាមនៅនេះទីនេះផ្ទាល់តែម្ដងហើយវៀតណាមគាត់បានប្រាប់ថាគាត់មកធ្វើការឲ្យឈ្មោះតាជីបាទហើយក្នុងនឹងគឺតាជីនឹងជាអ្នកម៉ៅការម៉ៅបេននៅក្នុងទីនេះតែម្ដងពួកគាត់ជាមេការរបស់ក្រុមហ៊ុនតាជីនេះគាត់អត់បានដឹងអ្វីក្រៅទាំងពីរធ្វើការស៊ីឈ្នួលរបស់តាជីក្នុង2ខែ$250ហើយសេចក្តីបញ្ជាក់របស់វៀតណាមយ៉ាងដូចនេះបាទវៀតណាមក៏កម្ពុជាវៀតណាមមកធ្វើការនៅនឹងយូរនៅធ្វើការចូលអង្គជីខ្ញុំលនបណ្ណា PNN បាទរាយការណ៍ពីភ្នំអណ្ដេងឃុំរុំទុំស្រុក
រវាងខេត្តព្រះវិហារសូមអរគុណសូមគោរពលា បាទអរគុណច្រើនលោកឡនវណ្ណាដែលបានធ្វើសេចក្តីរាយការណ៍នេះគឺជាបញ្ហាមួយទៀតហើយបាទទី1តើខាងក្រុមហ៊ុននេះចិនហើយវៀតណាមពពាក់ពពូនទៅជីករ៉ែហ្នឹងតើមានច្បាប់អត់អាហ្នឹងទី1បាទសំណួរទី2តើខាងតាហ៊ានហ្នឹងហេតុអីក៏ទៅនេះមិនមែនលក្ខណៈការពីគេហៅថាទៅកាងបាទប្រើកម្លាំងទៅកាងនៅហ្នឹងតែជាពលរដ្ឋទៅក្បែរមិនបានដូចបងមិញអធិស្ស្រ័យគាត់និយាយថាគាត់ទៅច្រាវជ្រាវបាទហើយទៅដល់លេងសិតតែគាត់ថាលេងសទាត់ស្លាប់លេងសយកតបងវាយស្លាប់អាគ្នាចូលទៅអារូងគេបាត់ចោលហ្នឹងហើយសួរគ្នាចូលទៅអីហើយរូងលោកអស់លោកចោលអីដែរអញ្ចឹងគេគ្នាក៏ចូលទៅទៅគេលោថាមានកតិចដែកមានស្អីអញ្ចឹងណាអាហ្នឹងយើងមិនដឹងទេតែចូលទៅលេងសដុតភ្លើងពីក្រៅសិតតែជាទម្រង់នៃការធ្វើទរណកម្មមិនអាចទទួលយកបានហើយមន្ត្រីយោធាការពារជាតិការពារទ្រព្យសម្បត្តិជាតិការពារប្រជាពលរដ្ឋឲ្យលោកទៅប្រើអំណាចទៅវាយដំប្រជាពលរដ្ឋទៅការពារខាងនិយាយទុនទៅប្រកាសយើងមិនដឹងទៅឈ្មោះវិញបាទយើងអត់និយាយថាឈ្មោះខុសច្បាប់តែច្បាប់ពួកគេយើងអត់ទាន់ដឹងថាមានច្បាប់អត់ហើយទៅធ្វើបាបនេះអញ្ចឹងតើត្រង់ណាដែលលោកថាលោកបំរើជាតិអញ្ចឹងសូមឲ្យខាងកម្លាំងយោធាថ្នាក់ដឹកនាំនៅខាងខេត្តព្រះវិហារមេត្តាជួយមើលផងបាទនៅឯខាងភូមិអន្លង់ឃុំបតុមស្រុករវៀងខេត្តព្រះវិហារបើអញ្ចឹងទេមិនតែប្រជាពលរដ្ឋតែខ្ញុំអ្នកសារព័ត៌មានទៅប្រហែលហ្នឹងទៅទាត់ស្លាប់ដែរហើយបាទខ្ញុំគេបកស្រាយជួយស្លាប់ដែរសារហាសរសើរសំណាងគាត់ហើយដែលគេធ្វើបាបប៉ុណ្្នឹងហើយមិនមានបញ្ហាណាចាបានតែមានបញ្ហាvớiគ្នាអត់បាទអរគុណទស្សនិកជនហើយក្នុងនេះពាក់ព័ន្ធមួយព័ត៌មាននេះដែរលោកឡងបណ្ណានឹងព្យាយាមសាកសួរទៅកាន់មន្ត្រីជំនាញជាបន្តទៀតតើក្រុមហ៊ុននឹងមានច្បាប់ឬក៏អត់ហើយសកម្មភាពនៃការគេហៅថាចលើសបឹសកោងកាចពីសំណាក់ទាហានការពារឈ្មោះទាំងអស់នោះតើវាចេញពីអង្គភាពចាត់តាំងទៅពិតប្រកបស្របច្បាប់ឬក៏ទៅដើម្បីយកផលប្រយោជន៍ឲ្យដើរតែគម្រាមកំហែងប្រជាពលរដ្ឋយ៉ាងដូចនេះយើងនឹងតាមដានរឿងនេះជាបន្តទៀតបាទអរគុណទស្សនិកជនអនុញ្ញាតសម្រាប់បន្តិចសិនជួបគ្នាវគ្គក្រោយជាបន្តទៀតបាទ